សូមក្រាបថ្វាយបង្គំចំពោះព្រះធេរានុថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរចំពោះអាយដាមលោកជំទាវលោកស្រីចម្រើនពរចំពោះបរិស័ទប្រុសស្រីគ្រប់មជ្ឈដ្ឋានទាំងអស់ថ្ងៃនេះខ្ញុំព្រះករុណាអាត្មាភាពបាននិមន្តទៅពិនិត្យមើលការងារផ្សេងៗពាក់ព័ន្ធទៅនឹងការកសាងព្រះវិហារផងនិងកសាងសមិទ្ធផលផ្សេងៗទៀតហើយក្នុងពេលឱកាសនេះគឺជាថ្ងៃច័ន្ទទី9ខែមីនាឆ្នាំ2026ហើយឆ្លៀតឱកាសនេះដើម្បីបានឱកាសពិនិត្យមើលក្រុមជាងរៀបចំកសាងលៀកផងនិងរៀបចំខឿនព្រះវិហារបន្តនៃការសម្អាតដើម្បីលាបថ្នាំត្រៀមលាបថ្នាំនៅថ្ងៃខាងមុខក្នុងពេលឆាប់នេះហើយនៅក្នុងឱកាសនេះដែរគឺបានចូលពិនិត្យមើលក្នុងព្រះវិហារទាំងមូលដើម្បីសម្អាតនៅទីនោះឲ្យបានស្អាតមើលទ្វារជាងដែលកំពុងដាក់មិនទាន់បាញ់ថ្នាំនិតមើលទីធ្លាក្នុងបរិវេណព្រះវិហារក្នុងព្រះវិហារដើម្បីឲ្យព្រះសង្ឃលោកបានបោកសម្អាតឲ្យបានស្អាតជាប្រចាំថ្ងៃហើយក៏ជាទីជ្រះថ្លានៅក្នុងទីនេះដែរមួយវិញទៀតគឺបានទៅពិនិត្យនៅទីធ្លាដើម្បីត្រៀមរៀបចំដាំកូនឈើផងហើយទីធ្លានោះត្រូវរៀបចំក្រាលការឡាបន្តនៅបរិវេណជុំវិញប្រាសាទតម្កល់សពលើព្រះមហាធេរៈបញ្ញានន្តោសំប៊ុនសានក្នុងវេលាគ្រានោះផងដែរនេះគឺជាទស្សនវិជ្ជាដែលបានថតបង្ហាញអំពីទស្សនវិជ្ជាតួនៃប្រាសាទទាំងមូលដែលដឹកនាំកសាងដោយព្រះមនីសីលវង្សាខុនឈុនព្រះរាជាគណៈថ្នាក់កិត្តិយសជាបច្ចាអធិការវត្តទឹកជុំនោះតែម្ដងដោយនៅខាងក្រោយខ្នងរបស់ព្រះអង្គគឺជាប្រាសាទតម្កល់ប្រសពរបស់មហាធេរៈបញ្ញានន្តោសំប៊ុនសានហើយកសាងហ្នឹងគឺរួចរាល់ជាសត្ថាពរហើយប៉ុន្តែត្រូវបន្តបន្តិចទៀតគឺការរៀបចំនៅការឡាជាន់ខាងក្រោមដើម្បីរៀបប្រព័ន្ធលូផងដើម្បីរំដោះទឹកកុំឲ្យមានការដក់ឬក៏ជ្រាំនៅទីនោះក៏ដូចជារៀបចំសួនច្បារដាំការផ្សេងក៏ដូចជាដាំដើមឈើផ្សេងនៅទីនោះផងដែរហើយបន្តិចទៀតនេះគឺទស្សនវិជ្ជាព្រះអង្គនិមន្តជុំវិញប្រាសាទដើម្បីតូតមើលថាតើការកសាងការឡានោះត្រូវរៀបចំបែបយ៉ាងម៉េចបន្តទៀតហើយក៏សូមចម្រើនពរចំពោះញាតិញោមជាពុទ្ធបរិស័ទអាយដាមលោកជំទាវលោកស្រីទីចិត្តទីឆ្ងាយទាំងអស់ដែលថាគម្រោងឆ្លងប្រាសាទតម្កល់ប្រសពហ្នឹងគឺគិតមុនដំបូងថាគិតឆ្នាំនេះប៉ុន្តែដោយប្រទេសជាតិយើងលោកមិនសូវជាស្រួលក៏អាក់ខាននៅក្នុងការគិតគូរវិញហើយអាចទៅជាឆ្នាំក្រោយអីវិញណាមួយទៀតដោតទៅលើការកសាងប្រាសាទនោះរៀបចំសួនក៏ដូចជាប្រព័ន្ធលូអីមិនទាន់បានស្រួលបួលអញ្ចឹងក៏ត្រូវបន្ថែមការឡាបន្តិចទៀតដើម្បីឲ្យបានស្អាតនៅទីធ្លានោះហើយត្រូវរៀបចំដាំកូនឈើក៏ដូចជាដាំឈើផ្សេងពាក់ព័ន្ធទៅនឹងការដាំទៅតាមចំណង់របស់បរិស័ទដែលគាត់មានគាត់យកមកដាំពាក់ព័ន្ធទៅនឹងដើមរំដួលដើមអីផ្សេងអញ្ចឹងទៅដើមធ្នង់ដើមញូមដើមអ្វីក៏ដោយឲ្យតែញាតិញោមពុទ្ធបរិស័ទគាត់ប្រគេនមកសម្រាប់ដាំនៅទីនោះឲ្យបានស្អាតបានជាមណ្ឌលបរិស័ទលោកបានជួយមកហើយនេះ
ដែលខ្ញុំកាលណាអាត្មាភាពកំពុងឈរនេះគឺទីធ្លាដែលត្រូវរៀបប្រព័ន្ធសួនហើយនឹងប្រព័ន្ធរំដោះទឹកពីលូហើយការរឡាននៅទីនេះតែម្ដងជុំវិញតែម្ដងតែសូមចម្រើនពរញាតិញោមនៅទីនេះបងហើយការរឡាននេះគឺប្រហែលជាជាងគាត់គិតជាការ៉េត្រូវធ្វើបន្តហើយប្រព័ន្ធលូហ្នឹងគាត់គិតជាម៉ែត្រអីចឹងទៅយើងធ្វើហើយលូនេះគឺយើងរៀបឥតតម្លាក់តែម្ដងអត់មានលូដាក់ទេគឺយើងរៀបឥតឡើងមកលើតែម្ដងហើយរៀបឥតបោកចាក់គម្របតែម្ដងសូមអញ្ជើញញាតិញោមពុទ្ធបរិស័ទដែលនៅទីជិតទីឆ្ងាយតើនឹងទស្សនាមើលវីដេអូនេះដើម្បីជួយចែកម្លែកដល់បរិស័ទជិតឆ្ងាយគាត់បានដឹងដែលគាត់បានចូលរួមថវិកាវិច័យកសាងប្រាសាទក៏ដូចជាសាលាពិធីនៅខាងបែកខាងជើងនៃប្រាសាទតម្កល់ប្រសពរបស់លោកឪហ្នឹងគឺឲ្យបានឃើញបានដឹងការកសាងហ្នឹងគឺបានរួចរាល់ជាស្ថាពរហើយប៉ុន្តែនៅបន្តការកសាងការរឡាបន្តិចទៀតដើម្បីចែកដល់ពុទ្ធបរិស័ទទាំងគាត់ឲ្យបានជ្រាបវីដេអូនេះគឺត្រូវដល់ជុំវិញប្រាសាទហ្នឹងតែម្ដងទៅមើលលើបរិវេណប្រាសាទផងអីផងយ៉ាងទៅផ្នែកខឿនខាងលើហើយផ្នែកទ្វារបញ្ឆោតនៅទឹកខាងលិចមុនដំបូងគិតថាបិទជាក្បាច់ឬក៏បិទជាឈ្មោះរបស់ពុទ្ធបរិស័ទចូលរួមកសាងប្រាសាទនិងចូលរួមមឈូសប៉ុន្តែខ្ញុំគណៈអាត្មាភាពគិតថាទុកទីនេះបិទជាក្បាច់វិញបានស្អាតមានសោភ័ណភាពផងហើយយើងត្រូវធ្វើប៉ាណូឈ្មោះផ្នែកណាមួយវិញដើម្បីប៉ាណូនោះគឺយើងរៀបចំសួនខាងក្រោមដើម្បីឲ្យស្អាតហើយដាក់ឈ្មោះពុទ្ធបរិស័ទដែលគាត់មានសទ្ធាជ្រះថ្លាចូលរួមចំណែកកសាងចាប់អ្នកផលជាមួយនឹងប្រាសាទលោកឪសាមណាបងនេះទីនឹងឯងហើយម្យ៉ាងវិញសោតទៀតយើងត្រូវធ្វើជាប្រព័ន្ធភ្លើងដើម្បីឲ្យបានភ្លឺរៀបជាដាក់ជាសូឡាស្អីយ៉ាងទៅនេះបែកជើងនៃប្រាសាទលោកឪសាមបងនេះសាលាពិធីនេះជាសាលាពិធីដើម្បីប្រពៃពិធីក៏ដូចជាទទួលភ្ញៀវហើយអនាគតទៅសាលានេះក៏ជាទីស្ថានមួយគឺជាកន្លែងអប់រំវិបស្សនាឬក៏កន្លែងសមាធិអីផ្សេងអាចទៅជាអញ្ចឹងនៅបច្ចុប្បន្ននេះមិនទាន់បានទៅជាការប្រើប្រាស់អីទេព្រោះមិនទាន់បានឆ្លងអីនៅឡើយទេហើយធំបងនៅទីនេះហើយកសាងលឿនដែរសាលាពិធីនេះកសាងហ្នឹងគឺប្រើរយៈពេល6ខែទេចាប់កសាងពី2024 ខែ8មកទិញនឹងយើងកសាងទាំងអស់សរុបទៅ6ខែ6ខែបានហើយអញ្ចឹងប្រើរយៈពេលតិចដែរអញ្ចឹងសូមបានពរនៅទីនេះបានក្រាលការ៉ូដាក់ពីដើមដាក់អីចប់សពគ្រប់ហើយរួចរាល់ជាស្ថាពរហើយនៅតែរងចាំពិធីឆ្លងតែម្ដងនៅក្នុងបរិវេណដីទីធ្លាបែកខាងទីនេះគឺមានម្លប់ជាក់អញ្ចឹងត្រូវដាំកូនឈើដាំដើមឈើអីបន្ថែមទៀតបន្តទៅទៀតអញ្ចឹងទៅដើម្បីឲ្យម្លប់ហ្នឹងកាន់តែច្រើននៅទីនោះហើយត្រូវរៀបចំប្រព័ន្ធភ្លើងឲ្យបានស្អាតនិងរៀបចំទីធ្លាឲ្យបានស្អាតត្រូវដាំសួនផ្កាអីផ្សេងអញ្ចឹងទៅដើមឈើអីផ្សេងនៅទីនេះតែទីនេះត្រូវគុណគូមើលអំពីម៉ែត្រការ៉េនៃការក្រាលការរឡាខាងក្រោមត្រូវគុណគូមើលដើម្បីស្រួលក្នុងការបោះការរឡាហ្នឹងអត់គ្រប់តែម្ដងនេះគឺជាបែកខាងកើតនៃប្រាសាទអង្គរសពលោកឪសាមនៅក្នុងនោះមានដាំដើមឈើខ្លះហើយគឺមានដើមធ្នង់ដើមមួយឆ្នាំហ្នឹងអាចធំដែរដើមធ្នង់ផងដើមបេងផងដើមដើមរាំងប្រសូតអីផងដើមគៀបោះផងហើយត្រូវវាស់
ម៉ែដាំហ្នឹងគឺដាំតាមប្លង់ដែលគូទុករួចស្រេចហើយត្រូវធ្វើរូបផ្សេងនៅទីនោះឲ្យបានច្រើនបន្តនៅទីនេះឲ្យញាតិញោមពុទ្ធបរិស័ទគាត់អញ្ជើញមកគាត់មានទីធ្លាជ្រកកោនអង្គុយលេងអីជាដើមនៅកន្លែងប្រាសាទអង្គរប្រសពហ្នឹងនៅដើមធ្នង់ហ្នឹងគឺក៏ដាំហ្នឹងគឺរយៈពេល1ឆ្នាំបានធំប៉ុណ្ណឹងគឺរៀងលឿនដែរអញ្ចឹងជាច្រើនគឺដាំធ្នង់ល្អសម្រាប់វត្តប៉ុន្តែមិនមែនជាឈើហូបផ្លែទេគឺជាឈើផ្ដល់ជាម្លប់យើងត្រូវប្រើឈើហូបផ្លែខ្លះបានអាស្រ័យផលម្លប់ជ្រកកោនខ្លះអាហ្នឹងបានល្អវត្តអារាមហើយឈើផ្កាខ្លះដើម្បីឲ្យបានជាសោភ័ណភាពគឺក្លិនក្រអូបអីយ៉ាងជាដើមនៅទីនេះហើយនៅក្នុងវីដេអូនេះគឺសូមបញ្ជាក់ប្រាប់ពុទ្ធបរិស័ទការិយាហ្នឹងគឺមិនទាន់មានអ្នកចូលរួមជួយទេហើយប្រព័ន្ធលូទឹកហ្នឹងក៏មិនទាន់មានអ្នកចូលរួមជួយដែរហើយចាំមើលបន្តិចទៀតហ្នឹងត្រូវវាស់ម៉ែត្រឲ្យដឹងថាចំនួនប៉ុណ្ណាទៅដើម្បីងាយស្រួលក្នុងការបោះកាឡាហ្នឹងតែម្ដងក៏ដូចជាត្រូវរៀបចំប្រព័ន្ធលូទឹកហ្នឹងឲ្យហូរទៅអូកំដោះទឹកដែលនៅទីនោះកុំឲ្យជ្រាំហើយត្រូវរៀបចំសួនជុំវិញប្រាសាទហ្នឹងតែម្ដងហើយជាចុងក្រោយក៏សូមថ្លែងអំណរគុណចំពោះហើយដំលោកជំទាវលោកស្រីញាតិញោមបរិស័ទជិតឆ្ងាយទាំងអស់ដែលលោកបានតែងតែចូលរួមជួយកសាងប្រាសាទអង្គរផ្សព្វផងសាលាវិធីផងកន្លងមកនោះក៏សូមគុណដៃជះជួយគុំក្រងអភិបាលថែរក្សាញាតិញោមទាំងអស់គ្នានឹងឲ្យជួបប្រសពតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ពេលគ្រប់លាក៏បីគ្លៀងគ្លាតឡើយ